នៅសហរដ្ឋអាមេរិកសម្បកឪឡឹកគ្រាន់តែជាកាកសំណល់ដែលគេយកទៅចោលនៅក្នុងធុងសម្រាប់តែប៉ុណ្ណោះក៏ប៉ុន្តែផ្ទុយស្រឡះទៅវិញរីឯប្រទេសជប៉ុនអ្នកដែលមានលទ្ធភាពល្មមប្រហែលជាមិនសូវមានលុយដើម្បីទិញឪឡឹកយកមកហូបនោះទេចំណែកឯសម្បកឪឡឹកនៅប្រទេសជប៉ុនមានតម្លៃថ្លៃគេគ្រាន់តែចិតផ្នែករឹងស្ដើងរបស់សម្បកឪឡឹករួចហើយគេដាក់លាយជាមួយនឹងអំបិលបន្ទាប់មកគេលីងដើម្បីក្លាយជាម្ហូបមួយដែលស្រួយនិងទុកផ្អាប់ទុកនៅក្នុងដបឬក៏កែវប្រជាជននៅប្រទេសជប៉ុនគឺគេជឿថាការបរិភោគនៅសម្បកឪឡឹកគឺធ្វើឲ្យមានអាយុវែងរហូតដល់100ឆ្នាំក្រុមហ៊ុនមួយចំនួននៅក្នុងប្រទេសជប៉ុនគឺគេនាំគ្នាចម្រាញ់សម្បកឪឡឹកធ្វើជាឱសថដើម្បីលក់ព្រោះអីការធ្វើឱសថចេញពីសម្បកឪឡឹកនេះគឺលក់ដាច់ខ្លាំងសម្បំណាស់សម្បកឪឡឹកគឺជួយធ្វើឲ្យវីតាមីនឬក៏ស្បែករបស់យើងចាំបានយូរហើយនឹងមានភាពស្រស់ស្អាតយូរអង្វែងមិនងាយធ្លាក់សម្រស់អញ្ចឹងទេប្រទេសជប៉ុនម្នាក់តែងតែជឿជាក់ទៅលើសម្បកឪឡឹកជាការពិតណាស់នៅក្នុងទូទឹកកកក្លាសេម្ហូបឬក៏របស់របរប្រើប្រាស់ប្រចាំថ្ងៃរបស់ប្រជាជននៅក្នុងប្រទេសជប៉ុនពេលដែលបើកទូទឹកកកម្ដងណាគឺតែងតែសង្កេតឃើញថាមានសម្បកឪឡឹកនៅក្លាសេនៅក្នុងទូទឹកកកជានិច្ចជាការពិតណាស់ពុកម៉ែបងប្អូនសម្រាប់ប្រទេសកម្ពុជាកាលពីសម័យដែលអេដមីននៅវិតូចគឺតែងតែធ្លាប់បានហូបនៅក្តឹបឪឡឹកឬក៏សម្បកឪឡឹកដោយលោកយាយរបស់ admin គឺគាត់តែងតែស្លប្រហើរជាមួយនឹងត្រីអាំងឬមួយក៏ត្រីឆ្អើរហើយនឹងបងលីងលាក់ពុកម៉ែបងប្អូនគឺហូបទៅគឺឆ្ងាញ់ហើយរសជាតិនេះគឺដិតនៅក្នុងអារម្មណ៍របស់ admin ជានិច្ចម្ដងម្កាលម្ដាយរបស់ admin រាល់ថ្ងៃក៏តែងតែស្លឲ្យ admin ហូបដែរគឺមិនភ្លេចទេនៅសម្បកឪឡឹកឬមួយក៏ក្តឹបឪឡឹកពុកម៉ែបងប្អូនទាំងអស់គ្នាអញ្ចឹងទេទើបចាស់ប្រទេសកម្ពុជាយើងកាលពីសម័យបុរាណគឺគាត់មានអាយុវែងដោយសារម្ហូបអាហារគឺមិនសូវមានជាតិគីមីក៏ដូចជាការថែធួនកាលពីសម័យមុនគឺដាក់ជីដោយជីធម្មជាតិមិនបានប្រើជីគីមីឬក៏ថ្នាំបាញ់អ្វីផ្សេងប្លែកៗនោះទេពុកម៉ែបងប្អូនមិនដូចជាសម័យបច្ចុប្បន្នគឺមនុស្សយើងគឺរស់មិនសូវបានយូរទេដោយសារការប្រើប្រាស់ក៏ដូចជាការថែធួននិងដាក់ជីទៅលើបន្លែបង្ការនោះគឺពោពេញទៅដោយគីមីអញ្ចឹងទេការហូបចុកក៏ដូចជាការរស់នៅប្រចាំថ្ងៃពោពេញទៅដោយគីមីទាំងអស់ពុកម៉ែបងប្អូនអញ្ចឹងទេដើម្បីបាននៅវីដេអូចែករំលែកចំណេះដឹងសូមកុំភ្លេចចុច like និង subscribe follow ម្នាក់មួយដើម្បីជាកម្លាំងចិត្តដល់ admin